បែកធ្លាយលិខិតចៅសង្កាត់ទី1លោកកងវងធ្លាប់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយក៏ហៅបំភ្លឺរឿងស៊ីដាច់លុយមន្ត្រីជាង200លានរៀលនិងករណីទារប្រាក់សេវាពីពលរដ្ឋតាមចិត្តដោយប្រជាពលរដ្ឋឆ្ងល់ថាមានរឿងអញ្ចឹងហើយតែលោកនៅតែកាន់តំណែងបានយូរទៀតម្ដងនេះមិនដឹងថាទប់ជាប់ឬអត់កាលពីថ្ងៃទី7ខែកញ្ញាឆ្នាំ2023អង្គភាពប្រឆាំងអំពើពុករលួយឬក៏ ACU បានចេញលិខិតកំណត់ឲ្យលោកកងវងចៅសង្កាត់ចោមចៅទី1ដើម្បីបំភ្លឺករណីទារប្រាក់ថ្លៃសេវាលើឯកសារដែលប្រជាពលរដ្ឋស្នើសុំចុះហត្ថលេខានិងបោះត្រានិងករណីមិនបានបើកប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជាង200លានរៀលក្នុងលិខិតអង្គភាព ACU បានបញ្ជាក់ថាខ្លួនបានទទួលនិងពិនិត្យលើពាក្យបណ្ដឹងដែលបានលើកឡើងថាលោកស៊ូភ័ក្រសំពងស្មានសង្កាត់ចោមចៅទី1និងលោកកងវងចៅសង្កាត់ចោមចៅទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបានទារប្រាក់ថ្លៃសេវាតាមតែអំពើចិត្តលើគ្រប់ឯកសាររបស់ពលរដ្ឋនៅពេលប្រជាពលរដ្ឋណាសូមចុះហត្ថលេខានិងបោះត្រាដោយមិនអនុវត្តតាមតារាងតម្លៃសេវាច្រកចេញចូលតែមួយហើយចំពោះការស្នើសុំជួសជុលឬសាងសង់បើសិនគ្មានប្រាក់បង់ជូនទេលោកនិងលោកកងវងតែងតែគម្រាមដកហូតសម្ភារៈសាងសង់របស់ប្រជាពលរដ្ឋជាងនេះទៅទៀតរូបលោកស៊ូភ័ក្រសំពងនិងលោកកងវងមិនបានបើកប្រាក់រង្វាន់លើកទឹកចិត្តជាង200លានរៀលចាប់តាំងពីឆ្នាំ2019ដល់ឆ្នាំ2020ជូនដល់មន្ត្រីឡើយសូមលោកបំភ្លឺករណីនេះមក ACU វិញឲ្យបានឆាប់ហើយការបំភ្លឺរបស់លោកគឺជាមូលដ្ឋានរបស់ ACU ក្នុងការពិចារណាត្រូវសម្រេចបញ្ចប់នីតិវិធីឬត្រូវបន្តពាក្យបណ្ដឹងនេះ